hạt ở vậy bạn chỉ khơi lệ tuôn lệ đôi khi cực tí cần lại cha chỉ để xua bộ mặt bông ở đó khi ngày này cứ giờ màu thôi cả tại chạy khi âm bí cả đài giờ khơi lệ tuôn cha chẳng này đó khi khơi đòi chạy đón khơi lệ mùi pi bay buồn cha pram pram buồn cha hai nắng lệ sồn cha អញ្ចឹងមិនថាអ្នកនរគ្នាឃើញលេខសួនឃើញលេខកញ្ចក់គឺកលេខទៅណាក៏ឃើញផ្លាកលេខឡានឃើញ comment ក្នុង Facebook ឃើញ comment ក្នុង YouTube ឃើញលេខទូរស័ព្ទឃើញចាម៉ោងអីផ្សេងៗណាយើងឃើញគ្រប់យ៉ាងគ្រប់ទីកន្លែងចឹងអ្នកនរគ្នាតែងតែ surprise តែងតែមានការភ្ញាក់ផ្អើលសម្រាប់ការដែលយើងឃើញលេខចាអញ្ចឹងគេហៅថាយើងបងប្អូនថាលេខហុងស៊ុយចាអញ្ចឹងសម្រាប់លេខទាំងអស់ហ្នឹងគឺជាលេខដែលអ្នកគ្រូនឹងបញ្ជាក់ចាហេតុផលចំនួន3ដែលអ្នកនរគ្នាហេតុអ្វីបានជាឃើញលេខស្ទួងព្រោះថាមនុស្សធម្មតាគឺមិនចេះតែឃើញលេខស្ទួងនឹងទេចាតន្តែមនុស្សដែលមានហេតុផលដែលអ្នកគ្រូបញ្ជាក់ចំនួន3បានឃើញលេខស្ទួងហ្នឹងចាអញ្ចឹងបងប្អូនខ្លះក៏ភ័យបងប្អូនខ្លះក៏ឆ្ងល់បងប្អូនខ្លះក៏មានអារម្មណ៍មិនសូវស្រួលចំពោះការដែលឃើញលេខស្ទួងបងប្អូនខ្លះក៏រំភើបចាអញ្ចឹងអ្នកនរគ្នាលេខហ្នឹងគឺបងអូនផ្សេងហៅថាលេខហុងស៊ុយចាអញ្ចឹងលេខហុងស៊ុយដែលជួយឲ្យយើងមានរឿងហេងល្អចាអញ្ចឹងកុំភ័យអីយើងមកស្ដាប់អត្ថន័យថាហេតុអីបានជាយើងឃើញលេខហ្នឹងចំនួន3ហេតុផលចាអញ្ចឹងមុនទៅធ្វើការជជែកគ្នាបងថ្មីដែលទៅមើលវីដេអូអ្នកគ្រូកុំភ្លេចចុច Subscribe Channel របស់ខ្ញុំហើយកណ្ដឹងរោដើម្បីទទួលបានវីដេអូដែលខ្ញុំផុសទៅមុនគេអរគុណអ្នកនរគ្នាដែលបានធ្វើការគ្រប់គ្រងអញ្ចឹងយើងទៅសម្រាប់3ហេតុផលដែលជួយឲ្យយើងឃើញលេខស្ទួនហ្នឹងមានអ្វីខ្លះចាហេតុផលទី1គឺតកតងទៅនឹងចិត្តវិញ្ញាណរបស់យើងគឺដំណើរការចាអញ្ចឹងចិត្តវិញ្ញាណ spiritual របស់យើងដំណើរការគឺនៅពេលដែលអ្នកនរគ្នាមានធម្មពលចក្រារបស់យើងដំណើរការធម្មពលចក្រារបស់យើង7ចាអញ្ចឹងអ្នកគ្រូមានខ្សែដៃ7ចក្រានិង spiritual energy នេះគឺជួយឲ្យអ្នកនរគ្នាមានធម្មពលចក្រាចាកម្លាំងស្រូបបានលឿនអាចចង់បានអាចតតងមកអ្នកគ្រូបានណាគឺដាក់ជាឈុតចេះគឺមានប្រសិទ្ធភាពអញ្ចឹងនៅក្នុងការដែលយើងមានចិត្តវិញ្ញាណដំណើរការពេលដែលអ្នកនរគ្នាប្រើនៅធម្មពលត្បូងថ្មធម្មជាតិដែលជំនួយឬមួយក៏អ្នកនរគ្នាមានការសមាធិវិបស្សនាច្រើនចាអញ្ចឹងពេលដែលយើងអនុវត្តបែបហ្នឹងគឺចិត្តវិញ្ញាណរបស់យើងដំណើរការល្អហើយមួយទៀតពេលដែលយើងញ៉ាំអាហារណាដែលជួយឲ្យចិត្តវិញ្ញាណរបស់យើងដំណើរការល្អដូចជាអ្នកនរគ្នាគេបានគ្រប់គ្រាន់អ្នកនរគ្នាញ៉ាំអាហារដែលមានពណ៌ស្វាយច្រើនចាអញ្ចឹងនៅក្នុងហ្នឹងគឺប្រព័ន្ធចាធម្មពលចក្រារបស់យើងទាំង7គឺរះឡើងគឺមានធម្មពលល្អហើយនឹងមានទំនាក់ទំនងល្អជាមួយនឹងចក្រវាលបានថាអាឡាញចូលទៅក្នុងភាពតម្រឹមតែមួយជាមួយនឹងធម្មពលចក្រវាលចាអញ្ចឹងអ្នកនរគ្នាគឺមានសមត្ថភាពនៅក្នុងការទំនាក់ទំនងងាយស្រួលជាមួយនឹងចក្រវាលក្នុងពេលដែលយើងខ្លាចជាមនុស្សដែលឃើញលេខស្ទួនគ្រប់ទីកន្លែងផលទី2គឺតកតងទៅនឹងក្តីប្រាថ្នារបស់អ្នកនរគ្នានឹងសម្រេចបានចាអញ្ចឹងនៅពេលដែលធម្មពលរបស់យើងការគិតក្តីប្រាថ្នាដែលយើងបានប៉ងមកជាយូរចាอย่าភ្លេចក្តីប្រាថ្នាខ្លួនឯងណាចាមានអីខ្លះចាមានតូចមានធំចាមានច្រើនពីមុនមកហើយបន្ទាប់មកក៏ដល់ពេលវេលាដែលចក្រវាលយកសេចក្តីប្រាថ្នានោះមកឆ្លាក់ជាប់ចូលទៅក្នុងជីវិតរបស់យើងម្ដងមួយអញ្ចឹងពេលដែលអ្នកនរគ្នាឃើញនៅលេខស្ទួននោះច្រើនបានន័យថាក្តីប្រាថ្នារបស់អ្នកនរគ្នាសម្រេចបានច្រើនរឿងចាចឹងមិនថាលុយមិនថាការកំណត់នៅគោលដៅសកម្មភាពផ្សេងនៅក្នុងជីវិតរបស់យើងជាក្តីប្រាថ្នាក្តីជាក្តីស្រឡាញ់ជាគូជីវិតជាគំនិតថាចង់បានអ្វីមួយផ្សេងអញ្ចឹងនៅពេលនោះវានឹងដំណើរការឃើញលេខស្ទួននោះបានន័យថាក្តីប្រាថ្នាហ្នឹងសម្រេចបានចាមកទាំងអស់ចាអញ្ចឹងយើងកំណត់ចំណាំមើលទៅថាយើងមានរថយន្តយើងមានម៉ូតូចង់ទិញម៉ូតូយើងចង់ទិញកង់យើងចង់ទិញឡានយើងចង់ទិញគ្រឿងអលង្ការយើងចង់ចាបានគូជីវិតឬមួយក៏យើងចង់បានលុយចាផ្សេងហ្នឹងនៅពេលដែលឃើញលេខស្ទួនគ្រប់ទីកន្លែងគ្រប់លេខបានន័យថាអ្វីដែលយើងចង់បានច្រើនហ្នឹងគឺចូលមកម្ដងមួយមកកាន់ជីវិតរបស់យើងព្រោះថាធម្មពលចក្រវាលគឺឲ្យជាទិន្នន័យលេខនោះមកដោយមានភាពតម្រឹមជាមួយនឹងធម្មពលរបស់យើងហើយក៏បញ្ជូននៅរលកសញ្ញានៃក្តីប្រាថ្នាហ្នឹងចូលមកកាន់ជីវិតយើងហើយយ៉ាងយូរអ្នកនរគ្នាឃើញលេខស្ទួនចាត្រឹមតែ2-3ថ្ងៃក្តីប្រាថ្នាអ្នកនរគ្នានឹងចូលមកបែបអភិនិហាបើសិនជាឃើញលេខស្ទួននោះច្រើនបានន័យថាលេខ1ច្រើនណាចាហើយលេខ222នឹងច្រើនគឺ
បញ្ជាក់អំពីក្តីប្រាថ្នាធំដែលយើងពងពីមុនហ្នឹងនឹងចូលមកតែបើឃើញលេខរៀងតូចយ៉ាង111អីចឹងខ្លីៗ33អីចឹងណាចាគឺអ្នកនរគ្នាបែបក្តីប្រាថ្នាតូចមធ្យមដែលយើងគិតទុកពីមុនថាចង់បានអ្វីៗហ្នឹងចាអញ្ចឹងគឺជាប្រព័ន្ធដែលចក្រវាលដំណើរការនៅក្តីប្រាថ្នាឆ្លាក់ចូលមកកាន់ជីវិតរបស់យើងត្រៀមទទួលនៅចាអ្វីដែលជាសេចក្តីប្រាថ្នារបស់យើងអញ្ចឹងយើងរីករាយយើងធ្វើការដឹងគុណចំពោះចក្រវាលដែលធ្វើឲ្យចក្រវាលដំណើរការរឿងនោះចូលមកកាន់ជីវិតរបស់យើងលឿនរហ័សផងដែរចាហើយសម្រាប់ហេតុផលទី3គឺបង្ហាញអំពីសក្តានុពលនៃការដែលយើងតំណែងបានជាមួយនឹងចក្រវាលបានចាអញ្ចឹងពេលដែលយើងឃើញលេខស្ទួរហ្នឹងគឺដោយអ្នកគ្រូបានជម្រាបជូនហើយគឺចិត្តវិញ្ញាណរបស់យើងដំណើរការអញ្ចឹងអ្នកនរគ្នាអនុវត្តនៅការនិយាយជាមួយចក្រវាលទៅកាន់ក្តីប្រាថ្នាយើងចង់បានក្តីប្រាថ្នាអ្វីយើងនិយាយចាយើង affirmation យើង program យើងសមាធិស្រូបលុយចាយើងទៅសេគោលដៅលុយយើងទៅសេគោលដៅនៃសេចក្តីប្រាថ្នាពិសេសគឺយើងមានការបួងសួងចាទៅកាន់ទេវតាទាំងឡាយទាំងពួងកម្លាំងស័ក្តិសិទ្ធិក៏ដូចជាចក្រវាលគឺមានប្រសិទ្ធភាពចាអញ្ចឹងមិនថាអ្នកនរគ្នានិយាយទៅកាន់ខ្លួនឯងនិយាយទៅកាន់អ្នកណាអំពីក្តីប្រាថ្នាអំពីអ្វីដែលយើងចង់បាននោះចក្រវាលនឹងដំណើរការរឿងនោះចូលមកកាន់ជីវិតរបស់យើងលឿនអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូចាកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនចាសួស្តីបងប្អូនថ្ងៃនេះគឺមកនិយាយអំពីខ្សែដៃ7ចក្រានេះគឺជួយធម្មពលចក្រាទូខ្លួនរបស់យើងបងប្អូនមានអារម្មណ៍ថាយើងឈឺច្រើនយើង stress ចាយើងមួម៉ៅយើងស្អប់ចាមានគំនុំគុំគួនអីច្រើនដោយសារតែចក្រានៅខ្លួនរបស់យើងហ្នឹងมันដំណើរការល្អបងប្អូនចាអញ្ចឹងយើងនៅក្នុងទូខ្លួនយើងមានចក្រា7ដែលជួយឲ្យមានធម្មពលនៃជីវិតរបស់យើងអញ្ចឹងពន្លឺចក្រាអញ្ចឹងបងប្អូននេះគឺជាខ្សែដៃគេហៅថា7ចក្រាគឺជួយធម្មពលចក្រារបស់យើងមានដំណើរការល្អបងប្អូនពាក់ខ្សែនេះគឺធ្វើឲ្យយើងមានសុខភាពល្អផងដែរណាកាលណាចក្រាយើងដំណើរការល្អគឺមានសុខភាពល្អបងប្អូនចង់បានគឺអាចតាក់ទងមកណាចាអរគុណច្រើន